ក្រុមជំរាបសួរដល់បងប្អូនទាំងអស់ដែលកំពុងតែតាមទស្សនាវីដេអូមួយនេះអញ្ចឹងវីដេអូនេះចង់ផ្សព្វផ្សាយបន្តិចតាក់ទងជាមួយនឹងការរៀនផ្នែក book program ផ្នែកដោះកូដ bypass និងដោះ account បាទរបស់ Apple អញ្ចឹងជាទូទៅយើងមាន3ជម្រើសទី1យើងរៀនផ្ទាល់បាទទី2រៀន online បាទផ្ទាល់ដែរតាមកម្មវិធី Zoom អីចឹងទៅទី3គឺយើងទិញវីដេអូមេរៀនអញ្ចឹងទាំង3ផ្នែកនេះបាទគឺសម្រាប់បងប្អូនដែលគាត់មានពេលវេលាទិញទួយដូចថាឥឡូវខ្ញុំនិយាយពីអ្នកទិញវីដេអូទៅមុនចុះបាទទិញវីដេអូហើយគាត់ចង់មកអនុវត្តផ្ទាល់ខ្លះទៅគាត់ទិញវីដេអូទៅគាត់អត់ទាន់មានឧបករណ៍អនុវត្តអីអញ្ចឹងនៅទីនេះយើងមានឧបករណ៍បាទសម្រាប់ឲ្យបងប្អូនអនុវត្តពេញលេញបាទហើយមិនមែនមានតែប៉ុណ្្នឹងទេយើងមានពេញតួប៉ុន្តែគាត់ថាខ្ជិលដកមកឥឡូវមាន model ចាស់ model ថ្មី iPad បាទយើងមានគ្រប់បាទដូចឥឡូវនេះកំពុងតែផ្ទុះជាមួយនឹងពួក iPhone 11បាទនេះពួក iPhone 11 series 11 Pro Max អីហ្នឹងបាទ XS XR XS Max អានេះសិតតែធ្វើការ bypass បាននៅពេលបច្ចុប្បន្នបាទ7អីនេះបាទយើងធ្វើបានតាំងពីដើមមកបាទនឹងមាន 6 Plus 7 7 Plus 11 Pro Max XS Max និងពួកនេះ10បាទ12ឡើងដល់17គឺយើងមានវីដេអូឬក៏មានការណែនាំមួយចំនួនដែរហើយសម្រាប់ពួក iPad អានេះដូចជាអានេះបាទ Air 2បាទជាប់ MDM បាទ Air 2ជាប់ MDM ក៏មានបង្រៀនអានេះ 10.5 បាទអានេះ Air 1ហើយនឹងមានអាផ្សេងទៀតបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទិញវីដេអូហើយគាត់មានពេលមួយល្ងាចឬមួយព្រឹកចង់មកអនុវត្តផ្ទាល់បាទអាចមកបានអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនចំចំណុចគោលដៅតែម្ដងហើយសម្រាប់បងប្អូនដែលគាត់រៀនអនឡាញមានពេលក៏មកបានដូចគ្នាដែរហើយបើអត់ពេលទេបងប្អូនរៀនតាមវីដេអូទៅចាំមើលថ្ងៃណាមានឱកាសដូចថាតន័យវិការងារអីចឹងទៅខ្ញុំឃើញមួយរយៈនេះបងប្អូនទៅទិញវីដេអូពីយើងទៅមានមិនមែនសុទ្ធតែជាមិត្តជាងទេខ្លះក៏ជាអ្នកធ្វើការតែក៏គាត់ចង់ចេះចង់ដឹងចឹងទៅគាត់អត់មានឧបករណ៍អនុវត្តផ្ទាល់ទេអញ្ចឹងគាត់ត្រូវមកដល់ទីតាំងបាទប៉ុន្តែដោយសារគាត់ជាប់ធ្វើការចឹងទៅបាទរងចាំថាឥឡូវគាត់ដេកអស់ថ្ងៃណាគាត់មកទៅនឹងស្រែបងប្អូនណាហើយសម្រាប់បងប្អូនដែលរៀនផ្ទាល់គឺអូខេអត់អីយើងមានឧបករណ៍ឲ្យបងប្អូនអនុវត្តគ្រប់គ្រាន់បាទអង្គុយធ្វើតាមួយល្ងាចឬក៏មួយថ្ងៃពេញទៅគឺយល់ហើយតាក់ទងជាមួយនឹងការធ្វើការងារទាំងអស់នេះបាទខ្លាចតែបងប្អូនចាប់អត់ទាន់ហើយបើចំពោះខ្ញុំជំរុញមេរៀនហ្នឹងឲ្យបងប្អូនក្នុងរយៈពេលតែមួយថ្ងៃពេញហ្នឹងគឺចប់ក៏បានដែរប៉ុន្តែអាស្រ័យលើបងប្អូនអ្នកទទួលតើទទួលបានប៉ុណ្ណាអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់បងប្អូនដែលចង់រៀនផ្ទាល់រៀនអនឡាញឬទិញវីដេអូតាក់ទងមកឥឡូវនេះ